ពិភពលោកគេថាអីថាតែសំខាន់តែប្រពន្ធកូនខ្ញុំក៏ទទួលស្គាល់ថាការដែលខ្ញុំខំប្រឹងគឺដើម្បីតែពួកគាត់តែប្រកបប្រុសទេបងប្អូនមកតែប្រកបប្រុសទេរដងមកធ្លាប់គាត់ថាប៉ាតែងស្រីហ្នឹងវាធ្វើឲ្យខ្ញុំខ្មាស់គេហើយខ្ញុំអត់សូវសប្បាយចិត្តត្រង់ថាគាត់តែងស្រីគាត់ផុសធ្វើជាឪពុកគេត្រូវរឹងមាំអត់ត្រូវតែងស្រីចឹងធ្វើមើលទៅដូចវាតុនផ្សោយដូចវាថាប៉ាជីប្រុសទេមិនបានតែងខ្លួនជីស្រីកូនអត់សូវសប្បាយចិត្តត្រង់ហ្នឹងមានឪពុកនឹងគេដែរតែឪពុកជាភេទទី3អត់សមជាឪពុកគេសោះចឹងខ្ញុំលឺហើយខ្ញុំអត់សូវសប្បាយចិត្តខ្ញុំដើរចេញហើយខ្ញុំមកដល់ផ្ទះខ្ញុំអត់ខ្ញុំអង្គុយយំម្នាក់ឯងចឹងទៅភាសាប៉ាពេលហ្នឹងគាត់ចេញទៅរលុយទៅថតទៅអីចឹងគាត់មកវិញក៏គាត់អត់ដឹងថាខ្ញុំខ្មាស់គេដោយសាររឿងហ្នឹងដែរខ្ញុំរំភើបមែនតើពីមុនខ្ញុំធ្វើឈួតទៅជាគឺដើម្បីតែប្រពន្ធកូនរបស់ខ្ញុំតែពេលខ្លះប្រពន្ធរបស់ខ្ញុំហើយកូនគាត់ដូចថាដូចគាត់ឃើញគាត់អត់ទទួលនៅអ្វីដែលអត់សប្បាយចិត្តចាពេលហើយខ្ញុំរាល់ថ្ងៃខ្ញុំនៅពេលដែលគាត់អត់សប្បាយចិត្តហ្នឹងខ្ញុំពិបាកចិត្តខ្លួនឯងខ្ញុំទ្រាំពិបាកវេទនាអីព្រោះតែខ្ញុំធ្វើការហត់មិនក៏ខ្ញុំដាក់នៅក្នុងអារម្មណ៍ខ្ញុំអត់មានប្រាប់ពួកគាត់ហើយមកដល់ឃើញពួកគាត់អត់សូវសប្បាយចិត្តជាមួយនឹងការតុបតែងខ្លួនរបៀបរបបចឹងគាត់និយាយចេញមកពីខ្លួនគាត់ថាមិត្តភក្តិគាត់ថាចេះចុះគាត់អត់សប្បាយចិត្តចុះវាធ្វើឲ្យខ្ញុំដូចចង់បោះបង់ចោលដែរគាត់បាក់ទឹកចិត្តខ្លះតែដល់ពេលថ្ងៃនេះខ្ញុំឃើញកូនខ្ញុំគាត់មកបាត់ជើងកាពះខ្ញុំទៅខ្ញុំមានអារម្មណ៍ថាពិភពលោកគេថាអីថាតែសំខាន់តែប្រពន្ធកូនខ្ញុំក៏ទទួលស្គាល់ថាការដែលខ្ញុំខំប្រឹងគឺដើម្បីតែពួកគាត់គួរជាក៏ដោយខ្ញុំពិបាកចិត្តខ្ញុំមិនដែលឲ្យប្រពន្ធកូនខ្ញុំដឹងទេខ្ញុំដាក់ទៅក្នុងអារម្មណ៍របស់ខ្ញុំយកតែសុបាយឲ្យពួកគាត់សុបាយហើយតែលោកមានបងប្អូនយើងថាហើយថតទៅយ៉ាងម៉េចតែអញ្ចឹងដោយសារតែគាត់វាបងប្អូនយើងគ្រប់ត្រគឺ color អញ្ចឹងយាយមីងឬក៏ស្រីស្អាតអីធ្វើដូចចាក់ប្រាស់ចាក់ពីវ័យរបស់គាត់អញ្ចឹងហ្នឹងគេគ្រប់ត្រអញ្ចឹងបើមិនគាត់ដើរទូជាប្រុសធម្មតាបងប្អូនសម័យមើលវាសន្ទុះនៃការគ្រប់ត្រវាដូចវាអត់ត្រូវជាមួយអាសាច់រឿងគេវាអញ្ចឹងណាកូនមានអារម្មណ៍ថាឮប៉ានិយាយហើយកូនទឹកជាសប្បាយចិត្តហើយគឺជាយកមកចេញដោយសារប៉ាមានទឹកចិត្តធំធេងហ្មងដោយសារប៉ាធ្វើគ្រប់យ៉ាងគឺដើម្បីកូនគឺដើម្បីគ្រួសារទាំងមូលដើម្បីប្រពន្ធកូនអ្វីទាំងអស់ក៏ប៉ាហ៊ានលះបង់ដែរទោះជាប៉ាធ្វើអីក៏ដោយការងារអីក៏ដោយលក់អ្វីក៏ពិតកពុកយ៉ាងណាក៏ដោយគេមើលងាយយ៉ាងណាក៏ដោយក៏កូនសប្បាយចិត្តនឹងការងារប៉ាដែលធ្វើគ្រប់យ៉ាងចំពោះគ្រួសារទាំងមូល Boostrong បន្ទាប់ពីផ្ដល់រង្វាន់សេដ្ឋី130លានឲ្យសេដ្ឋីវ័យក្មេងហើយឥឡូវនេះគឺ Boostrong បានម៉ៅអាហារ buffet បាទឲ្យលោកតាជាអ្នករត់ស៊ីក្លូញ៉ាំបាទគាត់ញ៉ាំបាទឆ្ងាញ់បាទមានទាំងបង្កងគ្រឿងសមុទ្របាទគ្រប់សពបែបយ៉ាងមឹកបង្គាបង្កងបាទហើយពួកគាត់បានញ៉ាំហើយបងប្អូនឃើញចាក់ស្ដែងហើយបងប្អូននេះបាទពួកគាត់ញ៉ាំទាំងសប្បាយចិត្តរីករាយក៏ដូចជាញ៉ាំឆ្ងាញ់ខ្លាំងមែនទែនអរគុណដល់ក្រុមហ៊ុន Boostrong អរគុណដល់ Page Boostrong ដែលបាទធ្វើកម្មវិធីនេះឡើងបន្ទាប់ពីចែករង្វាន់130លានឲ្យអ្នកត្រូវហើយបងប្អូនបាទអញ្ចឹងបងប្អូនញ៉ាំ Boostrong បងប្អូនគ្នា Boostrong រសជាតិឆ្ងាញ់រសជាតិដិតជ្រៅមានរង្វាន់មហាសេដ្ឋី130លានបងប្អូនចង់ផ្លាស់ប្ដូរជីវភាពគឺញ៉ាំ Boostrong មានរង្វាន់130លានបាទអរគុណច្រើន